បងប្អូនអរគ្នាបាទថ្ងៃនេះគឺបរិយាកាសគឺស្លាស់មុខស្លាស់មាត់ល្អណាស់បាទអំពីបងប្អូនថតចេញពីវេលាទល់អូនស៊ីវេលាយើងទៅបងប្អូនអញ្ចឹងបងប្អូនដែលកំពុងតែមានតម្រូវការដែលរកមើលទិញផ្ទះអីបាទអាចអញ្ជើញមកសាកសួរព័ត៌មានជាមួយនឹងបងប្អូនបាននេះគឺជាប្លង់វេលាទល់ខាងបងប្អូនណាបងប្អូនបាទស្អាតហើយធំទូលាយមែនតើណានេះបងប្អូនបរិយាកាសខាងក្នុងចូលមកគឺមានអារម្មណ៍ថាស្លាស់មុខស្លាស់មាត់ជាមួយនឹងទស្សនវិជ្ជាបរិយាកាសទូលាយសំខាន់ការការ design យើងធ្វើមកគឺធ្វើឲ្យពលឺភ្លឺស្រស់ស្អាតមែនតើគឺយើងដាក់ពអួយច្រើនធ្វើឲ្យផ្ទះចូលមកស្រឡះមុខស្រឡះមាត់ស្រួលរស់នៅជួបជុំមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារបងប្អូនហើយខាងក្នុងផ្ទះយើងមានកន្លែងទទួលភ្ញៀវមួយហើយយើងមានកន្លែងទូកញ្ចក់សម្រាប់ដែលយើងឆ្លុះមុខយើងដាក់ឲ្យវាយអវ៉ាន់ហើយនឹងខាងក្រោយនេះយើងមានចក្រានបាយមានតុបាយកន្លែងដែលយើងអាចចំអិនម្ហូបអាហារឲ្យក្រុមគ្រួសារយើងញ៉ាំកូនឬក៏ឪពុកម្ដាយគាត់ញ៉ាំគាត់ពិសាគឺនៅខាងក្រោយនេះតែម្ដងនេះសម្រាប់ឆ្កានបាយបងប្អូននៅខាងក្រោយអញ្ចឹងបងស្រីដឹងតាពេញចិត្តស្រឡាញ់ខ្លាំងហើយព្រោះដោយសារឆ្កានបាយនេះយើងធ្វើមកលក្ខណៈដូច condo អញ្ចឹងណាហើយធំទូលាយហើយស្អាតសម្រាប់ឆ្កានបាយយើងនេះបងប្អូនបាទអត់ធ្វើមកចង្អៀតទេបងប្អូនអាចក្នុងការនៅជាមួយនឹងក្រុមគ្រួសារជាមួយនឹងមិត្តភ័ក្តិបងប្អូនហ្នឹងគឺអែមកប់សេរីតែម្ដងសម្រាប់ចក្រានបាយយើងនេះបងប្អូនទាំងអស់គ្នាហើយបងប្អូនដែលមានម៉ាក់ប៉ានៅខាងក្រោមបងប្អូនបាទគឺបងប្អូនអាចឲ្យគាត់គេងអាចសម្រាកនៅខាងក្រោមបានអញ្ចឹងណាបងប្អូននេះពូខាងក្រោមគឺមានបន្ទប់គេងនៅខាងក្រោមមួយអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចមើលបានអញ្ចឹងណាអញ្ចឹងយើងមានម៉ាក់ប៉ាចាស់អីគាត់អាចគេងអាចសម្រាកនៅខាងក្រោមបានជាមួយនឹងក្រុមគ្រួសារអញ្ចឹងពូចាស់គាត់អត់ប្របាក់ឡើងទៅលើនំទៅចុកដៃចុកជើងទេអញ្ចឹងបងអញ្ចឹងគាត់អាចនៅខាងក្រោមនេះទៅគឺស្រួលតែម្ដងគាត់គេងគាត់សម្រាកហើយគាត់ចេញមកគឺមានបន្ទប់ទឹកនៅខាងនឹងស្រាប់បាទបន្ទប់ទឹកបន្ទប់អីគឺនៅខាងក្រោមស្រាប់ស្រួលតែម្ដងអញ្ចឹងណាបងប្អូនយើងទាំងអស់គ្នាហើយចក្រានបាយយើងក៏នៅនឹងដូចគ្នាបាទហើយបន្ទាប់ពីមើលមកជាន់ខាងក្រោមហើយបងអូនជូនបងបាទទៅខាងលើបងប្អូនណាជូនទៅមើលខាងលើបន្តិចព្រោះខាងលើគឺយើងបានបន្ទប់គេង3ទៀតហើយបន្ទប់គេងនីមួយៗគឺធំទូលាយស្អាតណាសម្រាប់បន្ទប់គេងយើងបងប្អូនទាំងអស់គ្នាបាទនេះបងប្អូនសម្រាប់បន្ទប់គេងសម្រាប់កូនកន្លោះណាកូនកុំកន្លោះមិនដែរកន្លោះឃើញហើយជួយ comment ជួយប្រាប់តិចផងថាស្រឡាញ់អត់ពេញចិត្តអត់សម្រាប់បរិយាកាសបន្ទប់ប៉ុណ្នេះអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីបង្ហាញបន្ទប់កូនកន្លោះហើយខ្ញុំនឹងបង្ហាញជូននៅបន្ទប់កូនក្រមុំវិញម្ដងព្រោះបន្ទប់កូនក្រមុំខ្ជូតហើយស្អាតភីងតែម្ដងសម្រាប់បន្ទប់កូនក្រមុំយើងបងប្អូននេះតលាយមែនតែនហ្មងមានបន្ទប់ទឹកមានអីខាងក្នុងនឹងស្រាប់ទូ make up អីផ្សេងណាបងប្អូនយើងបាទចុងក្រោយគឺជាបន្ទប់មេគ្រួសារគឺធំទូលាយស្អាតជាងគេសំខាន់បន្ទប់មេគ្រួសារគឺយើងមានកន្លែងសម្រាប់ make up ផ្លាស់ប្ដូរសម្លៀកបំពាក់តុបតែងប្រែរូបប្រែរាងប្រែកាយនៅនឹងតែម្ដងអញ្ចឹងបងប្អូនអរគ្នានេះបរិវេណគេងផ្សេងបរិវេណសម្រាប់ផ្លាស់ប្ដូរសម្លៀកបំពាក់ make up អីផ្សេងនៅខាងក្នុងនឹងតែម្ដងមានបន្ទប់ទឹកមានអីខាងក្នុងនឹងស្រាប់ហើយអញ្ចឹងសម្រាប់បន្ទប់មេគ្រួសារយើងនេះសំខាន់បន្ទប់មេគ្រួសារគឺបាទមានកន្លែងសម្រាប់ងូតទឹកងូតអីទៀតនេះគេងត្រាំងូតទឹកអីនៅខាងក្នុងនឹងស្រាប់តែម្ដងស្រួលណាបងប្អូនទាំងអស់គ្នាបាទហើយទីតាំងផ្ទះយើងនេះគឺនៅម្ដុំផ្លូវទៅនប់កប់ស្រូវបងប្អូនស្គាល់ម្ដុំផ្លូវទៅនប់កប់ស្រូវទេបងប្អូនអាចមកមើលបានទីតាំងម្ដុំផ្លូវទៅនប់កប់ស្រូវអញ្ចឹងបងប្អូនដែលពេញចិត្តចាប់អារម្មណ៍ស្រឡាញ់ក៏អាចធ្វើការ call ឬក៏ chat ឬក៏អញ្ជើញមកមើលផ្ទាល់ក៏បានដែរអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចបើចង់បានផ្ទះនៅបារីអូនស៊ីវីឡានៅម្ដុំផ្លូវទៅនប់កប់ស្រូវបាទអរគុណច្រើនបាទ